សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់វីដេអូមេរៀនរបស់ខ្ញុំនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបដែលរបៀបទី1ហ្នឹងគឺរបៀបបង្កើតជ្រោម profile ឲ្យបានច្រើនណាគឺជ្រោម profile បែបនេះយើងធ្វើម៉េចបង្កើតរបៀបបានច្រើនអញ្ចឹងណាដើម្បីយើងដាក់ Facebook លេង account Facebook លេង YouTube លេងដាក់ Gmail អីផ្សេងៗអញ្ចឹងណាហ្នឹងហើយនឹងមួយទៀតអំពីរបៀបធ្វើការ login ចូលទៅក្នុង account Facebook ដែលមានទម្រង់បែបនេះទម្រង់ UID password ហើយនឹង 2FA ណាអូខេឥឡូវដំបូងនេះគឺយើងចូលទៅធ្វើការបង្កើតជ្រោម profile ជាមុនសិនណាមុននឹងយើងធ្វើការ login អូខេបងប្អូនគ្នាអត់អាចប្រើជ្រោមមួយហើយ login account Facebook login log out ទេព្រោះវាអាចបណ្ដាលឲ្យមានបញ្ហាដល់ Facebook របស់អ្នកទាំងអស់គ្នាព្រោះ Facebook ឥឡូវវាចាប់សម្បើមណាអូខេអញ្ចឹងដើម្បីធ្វើការបង្កើតជ្រោម profile នឹងបានយើងទៅប្រើប្រាស់ tool មួយណាដែល tool នេះខ្ញុំបានមកពីមិត្តភ័ក្ដិខ្ញុំដែរអញ្ចឹងខ្ញុំនឹងចែករំលែកអ្នកទាំងអស់គ្នាតែម្ដងហ្នឹងហើយអញ្ចឹងtool នេះណាជ្រោម profile generator ខ្ញុំនឹងដាក់ tool ហ្នឹងនៅក្នុង group Telegram ហើយខ្ញុំនឹងដាក់ link ឲ្យអ្នកទាំងអស់គ្នាចូលទៅយកតែម្ដងហ្នឹងហើយអញ្ចឹងយើងចុចលើជ្រោមនឹងមកអូខេបន្ទាប់ទៀតចុច run ហ្នឹងហើយឥឡូវហ្នឹងវា run ហើយអញ្ចឹងហ្នឹងហើយអត់ពិបាកទេវាងាយស្រួលយល់ទេនៅកន្លែងនេះអញ្ចឹងកន្លែងនេះគេដាក់ថាលេខចាប់ផ្ដើមចាប់ផ្ដើមពីលេខប្រមាណជ្រោមលេខប្រមាណអញ្ចឹងណាលេខ1ហើយឈ្មោះអក្សរចាប់ផ្ដើមអញ្ចឹងកន្លែងនេះបងប្អូនអាចដាក់ស្អីក៏បានដែរដាក់ឈ្មោះស្អីក៏បានដែរឧទាហរណ៍ខ្ញុំដាក់ថាFacebook អញ្ចឹងមកអញ្ចឹងក៏បានដែរ Facebook អញ្ចឹងមកហើយវានឹងដាក់001អញ្ចឹងមករហូតដល់ប្រមាណចង់បាន1000ដាក់1000មកមួយ plate បាន1000ហើយណាអូខេអញ្ចឹងបងប្អូនយល់ហើយឥឡូវខ្ញុំយកតែ10ទេអញ្ចឹងខ្ញុំដាក់កន្លែងនេះដាក់ថាបរិមាណកន្លែងឈ្មោះបងប្អូនដាក់ឈ្មោះអីក៏បានដែរឬក៏ដាក់ដូចគេមុនក៏បានដែរណាអត់អីទេហ្នឹងហើយអញ្ចឹងកន្លែងនេះគឺខ្ញុំដាក់ពី1ដល់10អញ្ចឹងខ្ញុំចុចបង្កើតមកបង្កើតចុចលើវាមកអូខេអញ្ចឹងវា complete ដែរអញ្ចឹងឥឡូវបងប្អូនឃើញនេះវាមានពី1ដល់10ណាដែលខ្ញុំបានបង្កើតនេះ1 2ណានេះអញ្ចឹងបងប្អូនឃើញនេះអញ្ចឹងវា2ដល់10 1ដល់10អញ្ចឹងបងប្អូនចង់ដាក់1000ដាក់បានអត់អីទេណាបង្កើតមួយ plate ទេចុចតែមួយ plate ហ្នឹងគឺបានហើយណាលឿនទេហ្នឹងហើយបន្ទាប់ពីយើងធ្វើការបង្កើតជ្រោម profile នឹងបានហើយបន្តមកទៀតគឺបងប្អូនទៅធ្វើការ login អញ្ចឹងយើង login ណាចុចលើជ្រោមមកយើងមកឥឡូវខ្ញុំបង្ហាញឲ្យធំបន្តិចហ្នឹងហើយអញ្ចឹងបងប្អូនចូលមកក្នុង Facebook អញ្ចឹងមកហើយយើងវាយពាក្យ fb.com ហើយចុច enter មកអូខេអញ្ចឹងជំហានបន្តទៀតគឺបងប្អូនទៅដាក់UID និង password វាចូលមកណាកន្លែងនេះគឺចំពោះបងប្អូនខ្លះអត់ទាន់ដឹងទេអត់ទាន់ចេះប្រើទេឬក៏អ្នកខ្លះហ្នឹងគាត់ទិញ account ពីគេអញ្ចឹងឧទាហរណ៍ account boost អញ្ចឹងពីគេគាត់អត់ទាន់ចេះប្រើទេកន្លែងហ្នឹងអត់ទាន់ចេះ log ទេគាត់មិនដឹងថាហ្នឹងស្អីគេផងអញ្ចឹងណាហ្នឹងហើយចំពោះអាលេខនេះចាប់ពីលេខ1ដល់លេខ53នេះអាហ្នឹងគេហៅថា UID ឬក៏ username អាហ្នឹងដែលវាអាចជំនួសវាជំនួស mail ជំនួសលេខទូរស័ព្ទជំនួស username បានណា UID នេះហើយចំណែកអានេះគឺ password អានេះ password អានេះអក្សរច្រើននេះ32ទូនេះអាហ្នឹងគឺគេហៅថា 2FA ហ្នឹងហើយអញ្ចឹងអាហ្នឹងគឺជា 2FA អញ្ចឹងវាខណ្ឌដោយគ្នាដោយសញ្ញានេះណាសញ្ញាខណ្ឌនេះហ្នឹងហើយវាខណ្ឌចេះឥឡូវដាក់ឲ្យ clear មកងាយស្រួលមើលហ្នឹងហើយអញ្ចឹងណាអញ្ចឹងខណ្ឌអាសញ្ញានេះខណ្ឌបងប្អូនខ្លះមើលអត់យល់ទេនឹងស្អីទេ
này anh đang viên trắng á ông này vô là lại năng trắng lock ở đấy thì lại nó dừng như vậy đi dừng copy về mà copy paste máu hay một tiết dừng copy password một tiết máu này password bắt thời chẳng là password nào tiết ok là password chỗ năng ảnh chẳng là bây đã tao không đã password choแบบนี้mà đó cái nàyคือ viên đừng tìm tìนะ viên đừng tìm tì2FA นะហៅថា two factor authentication code នឹងដែលវាមាន6ខ្ទង់ដែលយើងត្រូវដាក់លេខនឹងបើយើងអត់មាននឹងទេដាក់ចូលទេអញ្ចឹងដើម្បីបាន 2FA នេះបងប្អូនគ្នាចូលទៅកាន់ website មួយបងប្អូនគ្នាដាក់ថា 2fa.live អញ្ចឹងហ្នឹងហើយហើយចុច enter មកអញ្ចឹងវានឹងចេញតម្រង់បែបនេះឲ្យបន្តមកទៀតបងប្អូនគ្នាចូលទៅធ្វើការ copy នេះអក្សរ32តួនេះ copy វាយកមកហើយបន្តទៀតយើង paste ចូលកន្លែងនេះហើយចុច submit អូខេអញ្ចឹងវានឹងអានេះបង្កើតច្រើនហ្នឹងហើយវានឹង generate ជា code ឲ្យអញ្ចឹងបងប្អូនគ្នាគ្រាន់តែ copy អា code 6ទង់ចុងក្រោយណានេះហ្នឹងហើយ copy អាហ្នឹងមកហើយបងប្អូនគ្នាយកមកដាក់លេខនេះចុច continue ហ្នឹងហើយអញ្ចឹងឥឡូវវាចូលហើយបញ្ជាក់ម្ដងទៀតកន្លែងនេះគឺបងប្អូនត្រូវទុកឲ្យស្រួលហើយនេះត្រូវទុកដើម្បី verify ថ្ងៃក្រោយទៀតពេលយើងខូចកុំព្យូទ័រឬពេលយើងដូរកុំព្យូទ័រអីផ្សេងៗអញ្ចឹងយើងត្រូវការហ្នឹងណាបើអត់មានហ្នឹងចប់ហើយណា log ចូល account អត់បានទេហ្នឹងហើយឥឡូវនេះយើង log ចូលហើយមួយទៀតឧទាហរណ៍ថាទាំងអស់គ្នាធ្វើការទិញ account ពីគេអញ្ចឹងណាហ្នឹងហើយទិញ account យកមកពីគេអញ្ចឹងបងប្អូនគ្នាអាចទុក password នឹងដដែលទេណាអញ្ចឹងបងប្អូនគ្នាត្រូវតែដូរ password ដើម្បីបងប្អូនគ្នាយកទៅប្រើប្រាស់ទៅមានសុវត្ថិភាពសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងណាហ្នឹងហើយអញ្ចឹងចំពោះការដូរ password អានេះ profile Facebook ណានេះខ្ញុំដាក់តាំង profile មួយសិនមកមើលអត់យល់ហើយខ្ញុំតាំង profile មួយសិនហ្នឹងហើយ account ជាទៅគឺគេដាក់រូបស្រីស្អាតណារូបស្រីស្អាតនឹងឯងដើម្បីតាក់ទាញដើម្បី post ទៅមានគេ like ច្រើនគេ comment អីចឹងទៅអញ្ចឹងធ្វើឲ្យ account យើងវា active នៅពេលដែល account យើងវា active ពេលយើងយកទៅប្រើប្រាស់ស្អីនៅលើ page ឬក៏ boot page ផ្សេងៗក៏វាទទួលបានលទ្ធផលល្អដែរណាកន្លែងហ្នឹងឯងព្រោះ account ខ្លះវាអត់ active ទេជួនកាលដាក់ភ្លាមឯហ្នឹងធ្វើការ boot page ភ្លាមហ្នឹងស៊ីថ្លៃឆាតមកម្នាក់អស់$10អញ្ចឹងទៅណាដូចបងម្នាក់គាត់ post ថ្ងៃមុនហ្នឹងហើយអញ្ចឹងអានេះជា account របស់យើងអញ្ចឹងចំពោះការដូរ password កន្លែងនេះបងប្អូនអាចចូលមកកន្លែង account setting អញ្ចឹងទេអាចចូលមកអញ្ចឹងហើយយក security login ហើយបន្តទៀតយក change password កន្លែងនេះទេណាបងប្អូនអាច change កន្លែងហ្នឹងបានទេ change បានប៉ុន្តែវាហានិភ័យខ្ពស់ណានៅពេលដែលបងប្អូនធ្វើការ change map នេះគឺវានឹងអាច check point ឬក៏ជាប់ lock ណាវាអាចជាប់ check point ជាប់ lock ផ្សេងៗណាវាហានិភ័យឬក៏ risk ណាកន្លែងនេះអញ្ចឹងកុំដូរកន្លែងហ្នឹងអីអញ្ចឹងយើងដូររបៀបនេះវិញណាហ្នឹងហើយខ្ញុំនឹងប្រាប់អញ្ចឹងបងប្អូនចូលមកកាន់ account Facebook អញ្ចឹងមកហើយនៅខាងលើនេះបងប្អូនឃើញនេះខាងលើនេះបងប្អូនដាក់សញ្ញា slash នេះអា slash ចេះមកហើយយើងដាក់ថា hackit អញ្ចឹងណាហ្នឹងហើយដាក់ slash ហើយ hackit អញ្ចឹងមកនេះឃើញទេហ្នឹងហើយចាំឲ្យ link នឹងទៀតហ្នឹងហើយបងប្អូនគ្រាន់តែថែមពាក្យ slash ហើយ hackit ឡើងហ្នឹងមកហើយចុច enter អូខេបន្ទាប់ពីយើងធ្វើការចុច enter ហើយបងប្អូនយកទី2ហើយចុច continue ហើយចុច get start ហ្នឹងហើយយើងដូរតាមរបៀបហ្នឹងតែវាអត់ងាយ check point ទេណាបើសិនជាបងប្អូនចូលទៅ setting ហើយដូរ password ឡើងហ្នឹង
vì password cho passwordឡើង login log out គឺវានឹងខូចហើយឥឡូវចុច continue មកហ្នឹងហើយអញ្ចឹងយើងដាក់ password ថ្មីរបស់យើងចូលអញ្ចឹងខ្ញុំដាក់ password របស់ខ្ញុំខាងក្រោមនេះដាក់ password ដូចគ្នាទៀតហ្នឹងហើយអញ្ចឹងយើងដាក់ password ថ្មីចូលហើយចុច continue ហ្នឹងអញ្ចឹងគឺជាការស្រេចឥឡូវយើងបាន Facebook របស់យើងថ្មីដែលមានទម្រង់ UID password និង 2FA អញ្ចឹងយើងអាចយកទៅប្រើប្រាស់បានហើយដូរ password ក៏បានណាហើយយើងចូលទៅធ្វើការ boot page ក៏បានទៀតណាចូលទៅមើល account quality សិនអូខេអញ្ចឹងនៅពេលដែលបងប្អូនគ្នាធ្វើការ boot page បងប្អូនខ្លះអត់ចុច link នេះទេអញ្ចឹងនៅពេលវាសួរ link នេះបងប្អូនត្រូវ accept វាសិនណាអ្នកខ្លះអត់ accept ទេចុចខ្វែងចោលឬក៏ចុចទៅកន្លែងណាផ្សេងបាត់នៅពេលធ្វើការ boot page boot អត់បានវាទាមទារឲ្យ confirm អីផ្សេងញ៉ៃញ៉ៃឈឺក្បាល boot អត់កើត boot ទៅវាជាប់ reject boot ទៅវាជាប់ restrict ដោយសារយើងអត់ accept កន្លែងនេះអញ្ចឹង complex ណាកន្លែងនេះត្រូវតែ accept កន្លែងនេះសិនណាទើបយើងអាចធ្វើការ boot page ទៅវាអត់ស៊ូណាវាទៅរលូនតែម្ដងចុច accept កន្លែងហ្នឹងសិនហើយចុចដានមកអញ្ចឹងបានយើងអាចចូលទៅ create ad ឬក៏យើងធ្វើការ boot page បានបើសិនយើងអត់ accept policy គេទេគឺវានឹង boot ទៅគឺវានឹង reject ហើយណាអត់ delivery ឲ្យយើងទេយើងមើល account quality យើងសិនវីដេអូនេះរៀងវែងបន្តិចដោយសារតែខ្ញុំភ្ជាប់វាជាមួយគ្នាតែម្ដងឥឡូវ account quality យើងល្អហើយហ្នឹងហើយបងប្អូនគ្នាឥឡូវមានតែប៉ុណ្្នឹងឯងបាទវីដេអូនេះបាទអញ្ចឹងអរគុណច្រើនចំពោះការតាមដានធ្វើការទស្សនាវីដេអូមួយនេះណាអរគុណ